គឺជានាឡិកាដំបូងគេបំផុតនៅលើពិភពលោកដែលមានមុខងារវិភាគហានិភ័យនៃការកាត់ជំងឺទឹកនោមផ្អែម គ្រាន់តែធ្វើការពាក់នាឡិកានេះឲ្យជាប់នៅលើដៃជាប្រចាំគេនឹងចេញលទ្ធផលមកហ្មងហើយគេបែងចែកជា3កម្រិត កម្រិតទី1គឺហានិភ័យទាបឬក៏ low risk ដែលសញ្ញានេះមានន័យថាយើងគ្មានបញ្ហាឬក៏គ្មានហានិភ័យ បើសិនជាពេលដែលយើងវាស់ទៅអាចឃើញថា medium risk នោះគឺយើងអាចធ្វើការបន្តការតាមដានបានបើសិនជាវានៅបន្តបែបនេះគឺយើងអាចធ្វើការកាត់បន្ថយការតមជាតិស្ករឬក៏មានរបបអាហារត្រឹមត្រូវ កម្រិតទី3វិញគឺគេហៅថាហានិភ័យខ្ពស់ឬមួយក៏ high risk គឺមានន័យថាអ្នកទាំងអស់គ្នាកំពុងតែមានសញ្ញាហានិភ័យខ្ពស់នៃការកាត់ជំងឺទឹកនោមផ្អែមឬមួយក៏អាចឈានចូលដល់ដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែមហើយចឹងអ្នកទាំងអស់គ្នាកុំចាំយូរចាគឺបញ្ញាប់ទៅរកគ្រូពេទ្យឬមួយក៏អ្នកជំនាញដើម្បីធ្វើតេស្តឈាមឬមួយក៏ពិនិត្យមើលអាហារ នាឡិកា Huawei Watch Fit Advisory នេះគឺមានរូបរាងស្អាតមែនតើមុខរបស់គេមានសភាពជ្រុង slim ស្ដើង screen នាឡិកាវិញមើលមកច្បាស់តែជាក់ភ្នែក ផ្ដល់នូវភាពរឹងមាំធន់រឹងមាំបំផុតទូផលិតពីលោហៈ Aerospace Grade Titanium កញ្ចក់ Sapphire Glass កម្រិត 2.5D ប្រើប្រាស់អក្សរខ្មែរបានពេញលេញថ្មអាចប្រើប្រាស់បានរហូតដល់10ថ្ងៃហើយទទួលបានវិញ្ញាបនបត្រពីសហភាពអឺរ៉ុបទៅលើមុខងារតាមដានសុខភាពបេះដូងមុខងារតាមដានបេះដូង24ម៉ោង និងមុខងារតាមដានដំណេកខ្ញុំស្រឡាញ់ថងថាមានមុខងារតាមដានសុខភាពផ្លូវចិត្តរបស់យើងទៀតដែរ ហើយបើមុខងារកីឡាហាត់ប្រាណវិញគឺមានច្រើនមិនថាអ្នកទាំងអស់គ្នារត់លើម៉ាស៊ីនជិះកង់ហាត់ Pilates Yoga ហាត់ប្រាណជាមួយនឹង dumbbell អីគឺមានទាំងអស់ ដែលបំពាក់មកជាមួយនឹង dual band GPS 6 satellite ដែលចាប់ជាមួយនឹងទីតាំងសុក្រិតសម្រាប់ការរត់កីឡាដើរជិះកង់ហើយអាចភ្ជាប់មកជាមួយនឹង Strava បំពាក់មកជាមួយនឹងប្រព័ន្ធការពារជំរាប សំខាន់គឺជាមួយនឹងការ customize watch face គ្រប់10000មុខឯណោះ ជាមួយនឹងទូរស័ព្ទបានទាំង iOS និងប្រភេទ Android អាចទទួលសារ notification អាច call ចេញចូលបានអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការកក់នៅតាមបណ្ដាហាងដែលមានលក់ផលិតផល Huawei ទាំងអស់